ប្រទេសថៃបាក់មុខខ្លាំងណាស់ពេលនេះទីក្រុងបាងកកត្រូវបានមនុស្សទូទាំងពិភពលោកស្គាល់ថាក្រុម hacker ប្រើប្រាស់ជាមូលដ្ឋានក្រោយផ្ទុះករណីក្រុមនេះបានជាយាមចូលលួចលុយហ៊ុនរបស់ជុំកុកសមាជិក BTS និងកំពូលមហាសេដ្ឋីកូរ៉េជាច្រើនអ្នកទៀតម្ដងនេះថៃត្រូវបាក់មុខលើឆាកអន្តរជាតិដោយខ្លួនឯងក្រោយគេរកឃើញថាបាងកកគឺជាទ្រនំរបស់អក្រិតជនឆោបបោកដ៏ធំដោយមេដឹកនាំអង្គការ hacker កម្រិតអន្តរជាតិម្នាក់ដែលគេស្គាល់ឈ្មោះហៅក្រៅថាអេជាជនជាតិចិនអាយុប្រហែល40ឆ្នាំកំពុងប្រើប្រាស់បាងកកជាមូលដ្ឋានដើម្បីប៉ុនប៉ងលួចទ្រព្យសម្បត្តិរបស់ជុំកុកសមាជិក BTS មានចំនួនរហូតដល់ទៅ$200 លានអាមេរិកចន្លោះពីខែសីហាឆ្នាំ2023ដល់ខែមេសាឆ្នាំ2024ក្រុមនេះបានលួចចូល hack គេហទំព័ររបស់ស្ថាប័នរដ្ឋនិងអង្គការសាធារណៈចំនួន6កន្លែងរបស់កូរ៉េដើម្បីលួចយកទិន្នន័យផ្ទាល់ខ្លួនរបស់ជនរងគ្រោះក្រុម hacker បានប្រើប្រាស់ទិន្នន័យដែលលួចបានទៅបើកគណនីទូរស័ព្ទដៃដោយខុសច្បាប់ក្រោមឈ្មោះជនរងគ្រោះនិងជាយាមកិច្ចវេះពីប្រព័ន្ធបញ្ជាអត្តសញ្ញាណដើម្បីចូលទៅប្រើប្រាស់គណនីហិរញ្ញវត្ថុនិងកម្មវិធីរូបិយប័ណ្ណ Digital Crypto អាជ្ញាធរកូរ៉េបានប៉ាន់ប្រមាណការខូចខាតសរុបមានចំនួនប្រហែល$27 លានអាមេរិកហើយជុំកុកបានក្លាយជាគោលដៅចម្បងរបស់ក្រុមនេះបន្ទាប់ពីលោកចូលបំពេញកាតព្វកិច្ចយោធាបានមិនយូរប៉ុន្មានក្រុម hacker នេះបានព្យាយាមផ្ទេរភាគហ៊ុនក្រុមហ៊ុនហៃដែលមានតម្លៃប្រហែល$6.1 លានអាមេរិកចេញពីគណនីដែលចុះឈ្មោះក្រោមឈ្មោះរបស់តារាប្រុសរូបនេះដោយខុសច្បាប់តែជាសំណាងល្អស្ថាប័នហិរញ្ញវត្ថុបានរកឃើញសកម្មភាពមិនប្រក្រតីនេះយ៉ាងឆាប់រហ័សហើយផ្អាកប្រតិបត្តិការទាំងនោះភ្លាមមុនពេលមានការខូចខាតផ្នែកហិរញ្ញវត្ថុកើតឡើងមន្ត្រីស៊ើបអង្កេតក៏បានទម្លាយឲ្យដឹងបន្ថែមទៀតដែរថាមានអ្នកជំនួយមានទ្រព្យសម្បត្តិស្ដុកស្ដំជាច្រើនរូបនៅកូរ៉េខាងត្បូងរួមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនខ្នាតធំក៏បានធ្លាក់ជាគោលដៅរបស់ក្រុម hacker នេះដោយពួកគេបានអនុវត្តវិធីសាស្ត្រប្រហាក់ប្រហែលគ្នានេះដែរចា៎ពុកម៉ែបងប្អូនប្រជាជនខ្មែរជាទីស្រឡាញ់មនុស្សអាក្រក់លាក់គេមិនចិត្តអំពើអាក្រក់លាក់គេមិនបានយូរផ្ទះលេខ2តែងតែព្យាយាមលាបពណ៌លើប្រទេសខ្មែរយើងជះទឹកសំអុយដាក់ខ្មែរយើងរឿង scammer online ប៉ុន្តែនៅពេលនេះពិភពលោកបានឃើញហើយប្រទេសថៃគឺជាទីតាំងឬក៏ជាមជ្ឈមណ្ឌលចា៎ដែលផ្ដល់ការអនុគ្រោះទីតាំងដល់ក្រុមឆោបោកក្រុម hacker ធំកម្រិតពិភពលោកដល់យើងបានឃើញហើយកន្លងមកមិនថាជាតារាចិនតារា model ចិនគឺតែងតែចាញ់បោកគេចាហើយគេនាំយកមកប្រទេសថៃនេះឯងមុននឹងដឹកជញ្ជូនទៅកាន់គេហៅថាមជ្ឈមណ្ឌលឆោបោកផ្សេងនៅជុំវិញពិភពលោកដោយមានថៃនេះគឺជាទីតាំងកណ្ដាលសម្រាប់ការចែកចាយនៅសកម្មភាពឆោបោកផ្សេងហើយកន្លងមកក៏គេបានរកឃើញនិងចាប់បានច្រើនដែរមេខ្លោងធំដែលជាអក្រិតជនឆោបោកតាម online scammer ផ្សេងគឺពួកគេតែងតែហោះមកសំណាក់ឬក៏ស្នាក់នៅក្នុងប្រទេសថៃនេះឯងអញ្ចឹងហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនបានឃើញវីដេអូនេះយើងជួយ share គ្នាឲ្យពុកម៉ែបងប្អូនយើងបានឃើញកាន់តែច្រើននៅអ្វីដែលជនជាតិថៃតែងតែកុហកលៀបពណ៌ពិភពលោកប៉ុន្តែខ្លួនឯងនោះទេគឺជាមជ្ឈមណ្ឌលដ៏ធំសម្រាប់ឲ្យក្រុម scam online ប្រើប្រាស់នាងខ្ញុំនីកាសូមអរគុណ